សម្រាប់អ្នកដែលចង់បានស្បែកក្បាលដែលមានសុខភាពល្អកុំភ្លេចតាមដានវីដេអូនេះដល់ចប់ចំណុចសំខាន់ទី1បំផុតយើងត្រូវជ្រើសរើសសាប៊ូមួយដែលស័ក្តិសមជាមួយស្បែកក្បាលរបស់យើងចំណុចសំខាន់ទី2គឺយើងត្រូវមើលថាតើសរសៃសក់របស់យើងនេះវានៅតែធំតារ៉ែឬក៏វាចាប់ផ្ដើមរួមមាឌតូចទៅដើម្បីឲ្យយើងជ្រើសរើសការថែទាំមួយដែលត្រឹមត្រូវសម្រាប់ការប្រើផលិតផលបង្កើនវ៉ូលីមសក់ឬក៏ការប្រើផលិតផលដែលជំនួយដល់ហឹសសក់ចំណុចសំខាន់ទី3គឺក្នុងពេលនេះគឺជាខែត្រជាក់ខ្ញុំគិតថាមនុស្សម្នាក់គឺប្រកាសជាចង់ងូតទឹកក្តៅអ៊ុនៗនៅលើស្បែកក្បាលហើយប៉ុន្តែហាមផ្ដាច់ការងូតទឹកក្តៅអ៊ុនៗនៅលើស្បែកក្បាលព្រោះការងូតទឹកក្តៅអ៊ុនៗនៅលើស្បែកក្បាលវានឹងធ្វើឲ្យស្បែកក្បាលស្ងួតឆាប់ជ្រុះសក់ចំណុចសំខាន់ទី4អ្នកទាំងអស់គ្នាត្រូវតែប្រើផលិតផលដែលជំនួយបំពន់ដល់សរសៃសក់សំខាន់បំផុតនោះគឺមានការជំនួយបំពន់ពីខាងក្រៅនិងការជំនួយបំពន់ដូចជាវីតាមីនចូលទៅអញ្ចឹងបើសិនជាចង់ដឹងព័ត៌មានកាន់តែច្បាស់កុំភ្លេចតាមដានเพจរបស់យើងបន្តទៀតដើម្បីឲ្យកាន់តែស៊ីជម្រៅ